ក្រៅពីបានអនុវត្តគម្រោងអស់រយៈពេល5ឆ្នាំនៅតំបន់ជនបទនៃខេត្តសៀមរាបដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រអង្គការដែលបានសង្កេតឃើញថាគ្រួសារជាច្រើនដែលរស់នៅក្នុងតំបន់ក្រុងជាយក្រុងក៏ទទួលរងផលប៉ះពាល់ដោយសារភាពក្រីក្រអសន្តិសុខស្បៀងនិងការផ្តល់សេវាគាំទ្រមិនគ្រប់គ្រាន់ដែលគួរឲ្យកត់សម្គាល់ផងដែរចំណែកក្រុងសៀមរាបវិញគឺជាគោលដៅទេសចរមានភាពរីកចម្រើនមួយដែលមានសក្តានុពលទៅលើការអភិវឌ្ឍក្រុងនេះតែវាបានបង្ហាញឲ្យឃើញថាមួយផ្នែកនៃប្រជាពលរដ្ឋពុំទាន់ទទួលបានសេវាកម្មនេះនៅឡើយទេនៃជាប់នៅក្រុមប្រាសាទអង្គរសន្តាគារប្រណិតនិងភោជនីយដ្ឋាន 52% នៃប្រជាជនរស់នៅក្នុងភូមិគោលដៅរបស់គម្រោងត្រូវបានចាត់ទុកថាក្រីក្រនិងក្រីក្រខ្លាំងមុនពេលគម្រោងត្រូវបានអនុវត្តក្រោយមកទៀតការស្ទង់មតិដំបូងរបស់យើងបានបង្ហាញឲ្យឃើញថាក្នុងចំណោមអ្នកទទួលផលពីគម្រោងមាន 49% ដែលបានខ្វះស្បៀងរហូតដល់6ខែក្នុងមួយឆ្នាំការធ្វើអន្តរការពីជីវិតរស់នៅបែបជនបទទៅកាន់ជីវិតរស់នៅបែបទីក្រុងពុំមែនជាការងាយស្រួលទេសម្រាប់ប្រជាពលរដ្ឋមួយផ្នែកដែលខ្វះជំនាញនិងព័ត៌មានដើម្បីចូលទៅកាន់ទីផ្សារនិងខ្វះខាតសម្លេងដែលត្រូវបានគេតំណាងឲ្យនៅឆ្នាំ2011អង្គការដារួមជាមួយដៃគូពីរផ្សេងទៀតគឺ CASP និង PTC ទទួលបានសហមូលនិធិ1លានយូរ៉ូដែលជាការឧបត្ថម្ភរួមគ្នាពីសហភាពអឺរ៉ុបដើម្បីចាប់ផ្ដើមអនុវត្តគម្រោងកាត់បន្ថយអសន្តិសុខស្បៀងតាមវិធីសាស្ត្រថ្មីចំពោះប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងក្រុងនិងជាក្រុងសៀមរាបដែលហៅកាត់ថា Infos ដែលមានគោលបំណងដើម្បីធានាថាគ្រួសារក្រីក្រនៅក្នុងសង្កាត់ក្នុងក្រុងនិងជាក្រុងសៀមរាបបានទទួលស្បៀងអាហារជាទៀងទាត់សរុបមកថវិកាគម្រោងគឺ 1.25 លានយូរ៉ូសម្រាប់រយៈពេល4ឆ្នាំគឺចាប់ផ្ដើមពីខែមីនាឆ្នាំ2011ដល់ខែកុម្ភៈឆ្នាំ2015គម្រោងនេះគ្របដណ្ដប់លើ32ភូមិនិង7ឃុំសង្កាត់នៃក្រុងសៀមរាបយុទ្ធសាស្ត្ររបស់គម្រោងគឺសម្របតាមតម្រូវការជាក់លាក់របស់គ្រួសារក្រីក្ររស់នៅតំបន់ក្រុងនិងជាក្រុងដែលពឹងផ្អែកទៅលើប្រភពប្រាក់ចំណូលតូចៗជាច្រើនគម្រោងនេះបានផ្ដល់ការគាំទ្រជាច្រើនប្រភេទនៅកម្រិតគ្រួសារនិងប្រើប្រាស់វិធីសាស្ត្រដែលមាន3ប្រភេទរួមមានការបង្កើតប្រាក់ចំណូលតាមរយៈការងារប្រសើរជាងមុននិងឱកាសអាជីវកម្មខ្នាតតូចការបង្កើនផលិតកម្មជាលក្ខណៈគ្រួសារនៅស្បៀងអាហារដែលមានសុវត្ថិភាពនិងមានសារធាតុចិញ្ចឹមដែលប្រើប្រាស់បច្ចេកទេសសមស្របការរៀបចំក្រុមជួយខ្លួនឯងដ៏រឹងមាំដើម្បីកាត់បន្ថយហានិភ័យនៃកង្វះស្បៀងនិងតំណាងឲ្យផលប្រយោជន៍នៃប្រជាជនក្រីក្ររស់នៅក្នុងក្រុងនិងជាយក្រុងលទ្ធផលនៃគម្រោងនិងប្រសិទ្ធភាពនៃការផ្តល់សេវាពឹងផ្អែកខ្ពស់ទៅលើសមត្ថភាពនៃបុគ្គលិកគម្រោងសរុបមកមានបុគ្គលិកដែលមានបទពិសោធន៍និងមានគុណវត្តចំនួន40នាក់ដែលបាននិងកំពុងធ្វើការជាមួយគម្រោងនេះពួកគេទទួលបានវគ្គបណ្ដុះបណ្ដាលបន្ថែមដើម្បីកែលម្អចំណេះដឹងសមត្ថភាពរបស់ពួកគេលើផ្នែកបច្ចេកទេសផ្នែកគ្រប់គ្រងនិងផ្នែកសង្គមគម្រោងដែលបានស្វែងរកជលភាពនេះក៏បានកសាងសមត្ថភាពមួយចំនួននៅក្នុងសហគមន៍ផងដែររួមមានអ្នកភូមិចំនួន18នាក់ត្រូវបានតែងតាំងជាបុគ្គលិកសហគមន៍ UCW នៅក្នុងភូមិរបស់ពួកគេផ្ទាល់នាងខ្ញុំUC គឺជាតួនាទីគឺដែលដោយថាតាមព្រះកសិករនិងប្រមូលកសិករនៅក្រុមជួខ្លួនឯងដើម្បីមកសន្សំលុយហើយនៅពេលដែលមានបញ្ហាគឺយើងមានដំណោះដោះស្រាយទៅឲ្យជួយដល់ពួកគាត់គ្រប់បែបយ៉ាងដែលខ្ញុំបានរៀនពីអង្គការដាមកគឺខ្ញុំត្រូវការបញ្ចេញទៅដល់ក្រុមជួយខ្លួនឯងសម្រាប់ក្រុមរបស់ខ្ញុំចា៎ពួកគេធ្វើជាបុគ្គលធនធានក្នុងមូលដ្ឋានទាក់ទងនឹងបញ្ហាកសិកម្មនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចហើយពួកគេបានរួមចំណែកយ៉ាងច្រើននៅក្នុងការផ្សព្វផ្សាយគម្រោងផងដែរមេភូមិនិងក្រុមប្រឹក្សាឃុំសង្កាត់ជាង40នាក់ក៏បានចូលរួមទទួលអត្ថប្រយោជន៍ពីកម្មវិធីកសាងសមត្ថភាពយុទ្ធសាស្ត្រនិងដើរតួនាទីដ៏មានន័យនៅក្នុងការសម្របសម្រួលត្រួតពិនិត្យនិងវិតម្លៃគម្រោងផងដែរខ្ញុំបាទឈ្មោះម៉ៃសង្កលជាមេភូមិមណ្ឌល3សង្កាត់ស្វា5ក្រុងសៀមរាបខេត្តសៀមរាបបានសិក្សាគម្រោងពីអង្គការដាវមានដូចតទៅទី1គឺការគ្រប់គ្រងគម្រោង
ទី2គឺព័ត៌មាននៃគម្រោងនិងទី3នឹងវិយតម្លៃលើគម្រោង ដោយពឹងផ្អែកលើឯកសារបណ្ដុះបណ្ដាលដែលមានស្រាប់ពីអង្គការដានិងក្រុមដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អគម្រោងនេះបានរៀបចំជាដំបូងនៅវគ្គបណ្ដុះបណ្ដាលស្ដីពីការដាំដុះបន្លែជាលក្ខណៈគ្រួសារជាមួយអ្នកភូមិគោលដៅដើម្បីកាត់បន្ថយកង្វះស្បៀងអាហារនិងបង្កើនប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារ កាលមុនភូមិយើងខ្ញុំបាទអត់មានដំណាំដាំដុះធ្វើបៃតងទេដល់អង្គការដាចូលមកជាជាងខ្ញុំបាទក៏មានដំណាំបៃតងលើសតិចដង អ្នកភូមិជាច្រើនរស់នៅតំបន់ក្រុងនិងជាយក្រុងបានបោះបង់ការដាំបន្លែតាមប្រពៃណីសម្រាប់ទុកប្រើប្រាស់ក្នុងគ្រួសារហើយបើយោងតាមការស្ទង់មតិព័ត៌មានដំបូងរបស់គម្រោងបានឲ្យដឹងថាគ្រួសារក្រីក្រចំណាយប្រាក់ចំណូលទាបមួយភាគធំរបស់ពួកគេទៅលើម្ហូបអាហារដែលតំណាងឲ្យ 70% នៃថវិការបស់ពួកគេគម្រោង Info បានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន 1400 នាក់ដែលភាគច្រើននៃពួកគេគឺជាស្ត្រីទៅលើការដាំដុះបន្លែជាលក្ខណៈគ្រួសារនៅក្នុងកំឡុងពេលសាលាស្រែកសិករហើយផ្នែកកសិកម្មនេះដែរយើងមានគោលបំណងទី1គឺចង់ឲ្យពួកគាត់មានបន្លែហូបជាលក្ខណៈគ្រួសារដើម្បីឲ្យគាត់មានអាហារូបត្ថម្ភក្នុងគ្រួសាររបស់ពួកគាត់ហើយបីដែលសំខាន់បន្ថែមពីនោះទៀតនោះគឺយើងចង់ឲ្យគាត់ទទួលបាននូវប្រាក់ចំណូលដល់គ្រួសាររបស់គាត់តែរៀងរាល់សប្តាហ៍មួយសប្តាហ៍គឺយើងមានរៀនម្ដងតែយើងធ្វើនោះគឺទៅលើបន្លែគ្រប់ចម្រុះដែលមាន13មុខបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនៅក្នុងវគ្គបណ្ដុះបណ្ដាលចប់ពីសាលារៀននៅរៀងរាល់សប្តាហ៍ភ្នាក់ងារអភិវឌ្ឍភូមិនិងភ្នាក់ងារអភិវឌ្ឍសង្កាត់តែមកធ្វើការតាមដាននៅការអនុវត្តរបស់គាត់ជាក់ស្ដែងនៅតាមផ្ទះមួយជាលទ្ធផលផលិតកម្មបន្លែនៅកម្រិតគ្រួសារកើនឡើងចំនួន5ដងជាមធ្យមដែលទទួលបាន324គីឡូក្រាមក្នុងមួយឆ្នាំក្នុងនោះ52គីឡូក្រាមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនិង271គីឡូក្រាមដែលលើសពីតម្រូវការសម្រាប់លក់ទៅកាន់ទីផ្សារជារៀងរាល់ឆ្នាំបានបន្លែហូបរៀនមកជីវភាពគ្រួសាររឹងមាំជាងមុនអត់សូវមានជំងឺតែមានជំងឺបានទៅពេលដែលមុនថាកូនថាម៉ែថាពូនៅក្នុងកំឡុងពេលចូលរួមវគ្គបណ្ដុះបណ្ដាលជាទៀងទាត់រយៈពេល3ខែអ្នកចូលរួមទាំងអស់បានស្គាល់គ្នាកាន់តែច្បាស់ជាងមុននិងមានការកសាងទំនុកចិត្តរវាងសិក្ខាកាមនិងបុគ្គលិកគម្រោងផងដែរការជឿទុកចិត្តនេះត្រូវបានគេចាត់ទុកថាជាលក្ខខណ្ឌសម្រាប់ណែនាំអំពីគោលគំនិតនៃក្រុមជួយខ្លួនឯងនិងអញ្ជើញឲ្យសិក្ខាកាមបង្កើតក្រុមរបស់ពួកគេដោយផ្ទាល់ផងដែរប្រាក់ចំណូលបន្ថែមដែលបានបង្កើតឡើងពីការលក់បន្លែដែលលើសពីតម្រូវការក៏ជាឱកាសមួយក្នុងការចាប់ផ្ដើមការសន្សំប្រាក់ក្នុងសហគមន៍ផងដែរគោលគំនិតស្ដីពីក្រុមជួយខ្លួនឯងត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយដោយអង្គការដាជាយន្តការមួយសម្រាប់ធ្វើការផ្លាស់ប្ដូរនិងផ្ដល់សិទ្ធិអំណាចសមាជិកទាំងអស់បានទទួលការអភិវឌ្ឍជំនាញសំខាន់ៗនិងទទួលបានចំណេញថ្មីៗនិងទំនុកចិត្តផ្ទាល់ខ្លួនពីការចូលរួមការប្រជុំរបស់ពួកគេនិងការវិភាគយ៉ាងទៀងទាត់អំពីបញ្ហាវិជ្ជាជីវៈបញ្ហាសង្គមបញ្ហាទាំងឡាយណាដែលប៉ះពាល់ដល់ស្ត្រីនិងកូនរបស់ពួកគេក្រុមជួយខ្លួនឯងចំនួន30ក្រុមត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងនាមជាភ្នាក់ងារអភិវឌ្ឍភូមិខ្ញុំបានរៀនវគ្គកសិកម្មចាសម្របសម្រួលនិងគ្រប់គ្រងថវិកាចាផ្នែកជំនួញហើយនឹង gender អាហារូបត្ថម្ភហើយនឹងសុខភាពបន្តពូជហើយគ្រប់គ្រងថវិកាហើយនឹងសម្របសម្រួលផ្នែកអំពើហិង្សាក្នុងគ្រួសារជាលទ្ធផលនៃការកើនឡើងចំណេះដឹងនិងជំនាញរបស់ពួកគេនិងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិជាក្រុមសមាជិកស្ត្រីជាក្រុមជួយខ្លួនឯងទទួលបានសមត្ថភាពក្នុងការជះឥទ្ធិពលទៅលើការធ្វើសេចក្តីសម្រេចចិត្តដែលធ្វើឡើងនៅក្នុងបណ្ដាអង្គការក្នុងសហគមន៍របស់ពួកគេរួមមានដូចជាគណៈកម្មាធិការអភិវឌ្ឍភូមិនិងក្រុមប្រឹក្សាឃុំសង្កាត់អញ្ចឹងយើងជួយជាស្មារតីបាទជួយផ្ដល់ជាការតម្រង់ទិសរបស់ក្រុមសំប្រាក់ក៏ដូចជាអ្នកស្ម័គ្រចិត្តនៅក្នុងភូមិរបស់យើងដែរក្រៅពីនោះការបង្កើតទុនកើតឡើងនៅកម្រិតមូលដ្ឋានបំផុតតាមរយៈយន្តការនៃក្រុមជួយខ្លួនឯងហើយបានអនុញ្ញាតឲ្យសមាជិកទទួលបានប្រាក់កម្ចីខ្នាតតូចនៅក្នុងកំណត់ត្រាចុងក្រោយរបស់យើងនៅក្នុងខែវិច្ឆិកាឆ្នាំ2014ប្រាក់សន្សំសរុបមានចំនួន$39,000
រួមទាំងប្រាក់កម្ចីមិនទាន់សងលើស$30,000ព័ត៌មាននៃកម្មវិធីបណ្ដុះបណ្ដាលភាគច្រើនស្ដីពីបញ្ហាសង្គមនិងសុខភាពចម្បងបានចូលទៅដល់គ្រួសារដែលរស់នៅក្នុងក្រុងនិងជាយក្រុងចំណែកព័ត៌មានទាំងនេះមានការពាក់ព័ន្ធជាពិសេសសម្រាប់ប្រជាជនដែលឆ្លងកាត់ភាពច្របូកច្របល់នៅក្នុងទីលំនៅនៅតំបន់ក្រីក្រនិងតំបន់ជាយក្រុងមិនផ្លូវការលក្ខខណ្ឌការងារមិនទៀងទាត់ហើយទូទៅខ្វះការដំណើរនៅក្នុងសង្គមផងដែរប្រជាជនជាង1000នាក់បានចូលរួមនៅក្នុងយុទ្ធនាការស្ដីពីអាហារូបត្ថម្ភបង្គន់អនាម័យនិងទឹកស្អាតការគ្រប់គ្រងសម្រាមការគ្រប់គ្រងថវិកាគ្រួសារនិងអំពើហិង្សាជាផ្នែកមួយនៃ gender ក្នុងគ្រួសារយោងទៅតាមសកម្មភាពដែលទាក់ទងទៅនឹងផលិតកម្មស្បៀងនិងការពង្រឹងអំណាចសហគមន៍គម្រោង Info ក៏បានអនុវត្តសកម្មភាពមួយចំនួនដែលពាក់ព័ន្ធទៅនឹងការបង្កើនប្រាក់ចំណូលផងដែរគម្រោងបានស្នើសុំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារយុវជនឬអ្នកគ្មានការងារធ្វើចំនួន600នាក់ទទួលបានការបណ្ដុះបណ្ដាលនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសាធារណៈសម្រាប់ជំនាញដែលទាក់ទងទៅនឹងសំណង់បដិសណ្ឋារកិច្ចនិងសេវាផ្សេងទៀតដូចជាផ្នែកកាត់ដេរជាងឧស្សាហ៍ក្រៅពីជំនាញបច្ចេកទេសក៏មានជំនាញជាច្រើនទៀតដើម្បីត្រៀមខ្លួនសិក្ខាកាមសម្រាប់ជីវិតការងាររបស់ពួកគេរួមមានអាកប្បកិរិយាត្រឹមត្រូវនៅកន្លែងធ្វើការយល់ដឹងអំពីសិទ្ធិនិងភារកិច្ចរបស់ពួកគេនៅកន្លែងធ្វើការគឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ធ្វើការសមាហរណកម្មនៅក្នុងទីផ្សារការងារប្រកបដោយជោគជ័យចាប់ពី4ទៅ6ខែសិក្ខាកាមទទួលបានជំនាញមូលដ្ឋានគ្រឹះនិងបទពិសោធន៍ក្នុងការចាប់ផ្ដើមអាជីពដែលអាចនឹងទទួលបានជោគជ័យនៅក្នុងវិស័យដែលកំពុងអភិវឌ្ឍអ្នកដែលបានសិក្សាជំនាញបដិសណ្ឋារកិច្ចក៏ត្រូវចុះកម្មសិក្សារយៈពេល2ខែនៅក្នុងសន្តាគារនិងភោជនីយដ្ឋានដើម្បីហ្វឹកហាត់ការងារផងដែរសេវាស្វែងរកការងារធ្វើបានជួយសម្របសម្រួលការជួបគ្នារវាងនិយោជកក្រុមហ៊ុនសំណង់ទូទៅសន្តាគារនិងអ្នកស្វែងរកការងារធ្វើការងារនេះបាននាំទៅរកកំណត់ឱកាសការងារថ្មីដូចជាការថែទាំបច្ចេកទេសនៅក្នុងសន្តាគារនិងភោជនីយដ្ឋានជាដើមសេវាកម្មនេះអាចជួយដល់សិក្ខាកាមឲ្យយល់ដឹងអំពីសិទ្ធិនិងទូរនទីរបស់ពួកគេនៅកន្លែងធ្វើការផងដែរខ្ញុំឈ្មោះសិទ្ធិគុណជាមន្ត្រីឯកទេសទីផ្សារការងារខ្ញុំត្រូវទៅមើលការខុសត្រូវទៅលើសិស្សជំនាញជីវៈរបស់ Info 600នាក់នៅក្នុងការជួយសម្រុងរួលការងារនេះគឺខ្ញុំចាំបាច់ត្រូវតាក់ទងទៅលើក្រុមហ៊ុនសំណង់ធំនៅក្នុងខេត្តសៀមរាបសន្តាគារឬភោជនីយដ្ឋានផ្សេងៗដើម្បីទីផ្សារការងាររបស់សិស្សរបស់ខ្ញុំហើយនៅក្នុងការរកការងារធ្វើនេះគឺខ្ញុំរៀបចំឯកសារឲ្យគាត់ហៅថា CV ដើម្បីដាក់ពាក្យធ្វើការនៅពេលចប់គម្រោង 91% នៃសិក្ខាកាមដែលត្រូវបានត្រួតពិនិត្យពួកគេបានរកបានការងារធ្វើនិងទទួលបានប្រាក់ខែជាមធ្យម$153ក្នុងមួយខែការងារភាគច្រើនគឺជាការងារពេញម៉ោងហើយបន្ទាប់ពីខ្ញុំបានរៀនចប់នៅសាលា PTC ខ្ញុំបានស្វែងរកការងារធ្វើហើយបន្ទាប់មកបានស្វែងរកបាននៅទីនេះនៅចំការ restaurant ហើយខ្ញុំចូលទីមុនដំបូងគឺទទួលបានប្រាក់ខែ$90បន្ទាប់មកបានបញ្ចប់ probation ចំនួន3ខែហើយទទួលបានប្រាក់បន្ថែម$10ថែមទៀតក្នុងនោះទទួលបានសរុបគឺ$100បានរៀននៅមជ្ឈមណ្ឌល CESP ក្រោមគម្រោង Info ខ្ញុំបានជាសិស្សចំនួនទី3បានបញ្ចប់ពេលដែលខ្ញុំរៀនចប់ពីការឧបត្ថម្ភគម្រោង Info ខ្ញុំបានមកធ្វើការងារនៅអង្គរវិឡារីសតរយៈពេល2ឆ្នាំកន្លះហើយប្រាក់ខែសរុបរបស់ខ្ញុំនៅឆ្នាំចុងក្រោយនេះគឺខ្ញុំបាន$220ហើយនៅក្នុងបំណែករបស់ខ្ញុំជា supervisor នៃជាងហើយខ្ញុំបានមានក្រុមជាងចំនួន27នាក់ហើយក្នុងនោះមានសិស្សដែលជួយឧបត្ថម្ភពីគម្រោង Info ចំនួន13នាក់ដែលធ្វើការនៅក្នុងនេះគម្រោង Info ក៏បានបង្កើតនៅសេវាអភិវឌ្ឍអាជីវកម្មខ្នាតតូចដែលមានការជំរុញពីតម្រូវការ
ដើម្បីលើកកម្ពស់និងគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងការប្រកបមុខរបរដោយខ្លួនឯងផងដែរនៅក្នុងកំឡុងពេលអនុវត្តគម្រោងសហគ្រិនខ្នាតតូចជាបុគ្គលចំនួន600នាក់ទទួលបានអត្ថប្រយោជន៍ពីការហ្វឹកហាត់ជាលក្ខណៈបុគ្គលក្នុងកំឡុងពេល6ខែដើម្បីកំណត់និងធ្វើនៅជំហានសំខាន់ៗដើម្បីកែលម្អឬចាប់ដើមអាជីវកម្មរបស់ពួកគេវិធីសាស្ត្រដែលអាចសម្របតាមទាំងនេះគឺជាស្នូលនៃសេវាកម្មអភិវឌ្ឍអាជីវកម្មខ្នាតតូចដូចជាសេវាកម្មឈានទៅរកទីផ្សារសេវាកម្មឈានទៅរកការគ្រប់គ្រងសម្ភារៈសេវាកម្មឈានទៅដល់មីក្រូហិរញ្ញវត្ថុវគ្គបណ្ដុះបណ្ដាលបច្ចេកទេសការគ្រប់គ្រងការសម្របសម្រួលនិងជំនួយការបច្ចេកទេសសម្រាប់ដំណើរការចុះឈ្មោះឲ្យមានការទទួលស្គាល់ពីមន្ទីរពាណិជ្ជកម្មនិងស្ថាប័ននានាដែលពាក់ព័ន្ធក្រុមជួយខ្លួនឯងចំនួន27ក្រុមបានចាប់ផ្ដើមសេវាកម្មអេណទានឬលក់ដូរដែលជាមធ្យោបាយមួយក្នុងការបង្កើនទុនរបស់ពួកគេនិងពង្រឹងទំនាក់ទំនងរវាងសមាជិកក្រុមក្នុងនោះក្រុមផលិតចំនួន3ត្រូវបានបង្កើតឡើងជាមួយនឹងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មផងដែរហើយថវិកាជំនួយរបស់គម្រោងបានផ្ដល់ជូនដល់សហគ្រិនខ្នាតតូចចំនួន143នាក់ដែលធ្វើជំនួញប្រកបដោយគំនិតច្នៃប្រឌិតកាលពីមុនដែលអត់ទាន់បានជាប់ក្រែនខាងកាបដាពួកខ្ញុំធ្វើអត់បានច្រើនទេខ្ញុំរីកចម្រើនជាងមុនតាំងពីឡដុតឡើងឡក៏បានល្អជាងមុនមានระดับគ្រីបអីត្រឹមត្រូវនេះហើយបានយូរឆ្នាំទាត់មកទៀតខ្ញុំក៏ដុតបានច្រើនជាងមុនពីមុនខ្ញុំដុតបានតែ70ឥឡូវខ្ញុំដុតបាន140 យោងទៅលើសេវាកម្មអភិវឌ្ឍអាជីវកម្មខ្នាតតូចសហគ្រិនខ្នាតតូចដែលមានការបដិញ្ញាចិត្តបានបង្កើនចំណូលរបស់ពួកគេ3ដងហើយសហគ្រិនខ្នាតតូចថ្មីចំនួន50ត្រូវបានបង្កើតឡើងយ៉ាងមានប្រសិទ្ធភាពហើយពួកគាត់មកបង្ហាត់បង្រៀនយើងអំពីការលុយកាក់ទៅចាយវិញបិបណាអញ្ចឹងយើងចេះចាយវិញយើងចេះទុកដាក់យើងចេះចំណាយចំណូលយើងដឹងអញ្ចឹងទៅយើងចេះច្រើនជាងការដែលយើងអត់បានរៀនបាទអង្គការដើរតន់បានចូលមកពួកក្បាលយើងអត់ទាន់ដោះដាលទេពួកអីយើងវាអត់សូវចេះផ្នែកខាងហ្នឹងណានៅកំឡុងពេលអនុវត្តគម្រោងសេវាអភិវឌ្ឍអាជីវកម្មខ្នាតតូចក៏បានគាំទ្រដល់ការធ្វើសមាហរណកម្មសិប្បកម្មក្រីក្រទៅក្នុងខ្សែសង្វាក់ផលិតកម្មចំនួន2សំខាន់ផងដែរខ្សែសង្វាក់ផលិតកម្មបន្លែផ្លែឈើនិងខ្សែសង្វាក់ផលិតកម្មរុក្ខជាតិអាស្រ័យព្រៃឈើដូចជាវល្លិផ្ដៅត្រពាក់ជាដើមកសិករចំនួន85នាក់បានកែប្រែមុខរបរពីកសិករដាំដុះជាយថាផលទៅជាកសិករពាណិជ្ជកម្មខ្នាតតូចហើយសិប្បករជាអ្នកតម្បាញជាលកន្ត្រកចំនួន260នាក់ក៏បានទទួលអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មខ្សែសង្វាក់ផលិតកម្មរបស់ពួកគេផងដែរក្រុមអភិវឌ្ឍចំនួនខ្នាតតូចរបស់ពួកយើងមានបទពិសោធន៍ជាច្រើនធ្វើការទៅតាមសហគមន៍ជាមួយនឹងគ្រួសារក្រីក្រហើយនឹងបានផ្ដល់ទៅដល់សហគ្រិនក្រីក្រដែលគាត់មានធនធានស័ក្តិសមយ៉ាងពិតប្រាកដក្រុមជំនួយអភិវឌ្ឍចំនួនខ្នាតតូចរបស់ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់សេវាកម្មទៅដល់ស្ថាប័នអង្គការហើយនិងក្រុមផ្សេងទៀតលទ្ធផលទាំងអស់របស់គម្រោងត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដោយអ្នកទទួលផលផ្ទាល់អាជ្ញាធរមូលដ្ឋានបុគ្គលិកគម្រោងនិងអ្នកវិតម្លៃពីខាងក្រៅដើម្បីអង្កេតមើលយន្តការនៃការផ្លាស់ប្ដូរនិងភាពជោគជ័យវាស់ស្ទង់ពីឥទ្ធិពលនិងរកមធ្យោបាយបន្តពង្រីកឬយកលំនាំតាមគំរូដែលជោគជ័យជារួមមកមានការសង្កេតឃើញនូវការផ្លាស់ប្ដូរជាវិជ្ជមានក្នុងន័យចំណេះដឹងនិងជំនាញការទទួលបានទីផ្សារនិងការងារប្រាក់ចំណូលនិងការរៀបចំសហគមន៍ទាំងអស់នេះបានធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងនៃក្រុមគោលដៅនិងកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេសម្រាប់យើងភាពជោគជ័យនៃគម្រោងពឹងផ្អែកលើសមាសភាពសំខាន់មួយចំនួនរួមមានដំបូងវិធីសាស្ត្រដែលត្រូវបានគេដាក់បញ្ចូលនិងទៅតាមកម្រិតដែលត្រូវបានគេជ្រើសរើសមានសភាពសមស្របនៅក្នុងការសម្របសេវារបស់យើងទៅនឹងសេចក្តីត្រូវការដែលមានការវិវត្តជាជំហានរបស់អ្នកទទួលផលជាពិសេសគម្រោងបានធ្វើការផ្លាស់ប្ដូរពីការផ្ដោតទៅលើបញ្ហាសង្គមទៅជាតម្រង់ទិសទៅលើទីផ្សារកាន់តែខ្លាំងបន្ទាប់មកក្រៅពីការសម្របសម្រួលកម្រិតខ្ពស់រវាងដៃគូ ADA, PTC, CESP បានចូលរួមនៅក្នុងភាពជាដៃគូដ៏មានន័យនិងមានប្រសិទ្ធភាពជាមួយបណ្ដាអង្គការមួយចំនួនដែលរួមចំណែកបង្កើនលទ្ធផលជាអតិបរមាដោយដែលបានរំពឹងទុកជាការពិតណាស់សកម្មភាពទាំងនេះនៅមានកម្រិតទាំងពេលវេលាទាំងវិសាលភាពហើយពុំអាចដោះស្រាយនៅរថឧបសគ្គទាំងអស់ដែលប្រជាជនរស់នៅក្នុងក្រុងនិងជាក្រុងបានជួបប្រទះបានទេ
ទោះជាយ៉ាងណាឧបសគ្គមួយចំនួនក្នុងចំណោមឧបសគ្គទាំងនោះត្រូវបានដោះស្រាយដោយអង្គការមិនមែនរដ្ឋាភិបាលឯកទេសសកម្មភាពមួយចំនួននៅថ្នាក់ជាតិនិងថ្នាក់គោលនយោបាយក៏ត្រូវការជាចាំបាច់ដើម្បីបង្កើតនៅបរិយាកាសដែលអាចធ្វើទៅបានផងដែរយើងមានគោលបំណងចង់ឲ្យអាជ្ញាធរមូលដ្ឋានបុគ្គលិកសហគមន៍រំជាខ្លួនឯងបានរក្សានៅការគៀងគរគ្នាដើម្បីបន្តសកម្មភាពទាំងនេះ ក្នុងនាមខ្ញុំជាអាជ្ញាធរភូមិខ្ញុំនឹងសហការជាមួយក្រុមសន្សំឲ្យខ្លួនឯងគឺឲ្យចេះធ្វើការងាររៀនសូត្រនិងបន្តមុខងារនេះជារៀងរហូត យើងសូមថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការចូលរួមចំណែករបស់ពួកគេចំពោះភាពជោគជ័យនៃគម្រោងនិងការគាំទ្ររបស់ពួកគេ